ខ្ញុំត្រូវនិយាយថាខ្សែភាពយន្តរបស់ហ៊ុយយានយាននៅតែជារឿងធម្មតាតាមពិតនៅក្នុងប្រវត្តិសាស្ត្រជីវិតរបស់ហ៊ុយយានយានគឺគួរឲ្យរំភើបជាងការសម្ដែងរបស់ចាត់លី10 ដងកំដាប់ដៃនេះចំណាយពេល20ឆ្នាំតើអ្នកអាចបញ្ឈប់វាបានទេឆនៅក្នុងខ្សែភាពយន្តហ្វុកយួនយ៉ាសម្ដែងដោយចាត់លីគឺជាជាន់រំសម្រាប់ពាក់កណ្ដាលដំបូងនៃជីវិតរបស់គាត់បុគ្គលិកភាពបះបោងរឹងតូតឹងជាមួយនឹងជំនាញក្បាច់គុនពូកែគាត់បានឈ្នះពិភពសិល្បៈក្បាច់គុនធានជីនទាំងមូលអ្នកមិនត្រឹមតែចុះហត្ថលេខាលើសម្បត្តិជីវិតនិងមរណភាពទេប្រសិនបើអ្នកមិនយល់ស្របនឹងពាក្យមួយម៉ាត់ហើយវាគ្មានមេត្តានិងមិនដែលទន់អស់អ្នកដែលបានចំទាស់នឹងគាត់គឺស្លាប់ឬពិការហើយគាត់ពិតជាចង់រំលោតកូនជាមួយអ្នកផ្សេងគ្រាន់តែដើម្បីឈ្នះគេរឈ្មោះមិនផ្លាស់ប្រកបនៃខ្លាយជាមនុស្សដំបងគេនៅក្នុងជីងក្រៅមកហ៊ុយយានយាននិងអ្នកម៉ាស៊ីរបស់គាត់គឺឡតជីនបានក្លាយជាសត្រូវធ្វើឲ្យគ្រួសារទាំងអស់រងទុក្ខបន្ទាប់ពីច្រើនឆ្នាំនៃការផ្លាស់ប្ដូរនោះហើយគឺជាពេលដែលគាត់ភ្ញាក់ឡើងធ្វើការកែប្រណម្យបង្កប់នៅលើផ្លូវនៃអំពើហិង្សាតាមទស្សនៈភាពយន្តទោះបីជាអ្នកដឹកនាំបានធ្វើឲ្យជីវិតរបស់ហ៊ុយយានយានរឿងក៏ដោយវាក៏ការពាររូបភាពវិជ្ជមាននៃវីរៈជននេះដែរប៉ុន្តែនៅដំណាក់កាលក្រោយនៃខ្សែភាពយន្តរូបភាពនេះចុះខ្សោយយ៉ាងខ្លាំងតាមពិតចារឹកនឹងដំណើរបទពិសោធន៍នៃការគ្មានការភ័យខ្លាចនៅប្រវត្តិសាស្ត្រគឺខុសគ្នាឆ្ងាយពីខ្សែភាពយន្តហ៊ុយយានយានពិតប្រាកដបានកើតក្នុងគ្រួសារស្តង់ដាមានបងប្រុសម្នាក់បន្ទាប់គឺបងប្រុសប៉ុន្តែដោយសារតែការគ្មានការភ័យខ្លាចយួនយ៉ាគឺខ្សោយពេលដែលគាត់នៅក្មេងឪពុករបស់គាត់ឈ្មោះហនធីហាមគាត់មិនឲ្យរៀនក្បាច់គុនខ្ញុំខ្លាចតែរូបសាស្ត្រតូចនៃយួនយ៉ាមិនខ្លាចទៅហ្គេវ៉ៃអ្នកនឹងចាញ់នៅការប្រកួតប្រជែងនៅពេលអនាគតនឹងអ្នកដទៃបំផ្លាញគេរឈ្មោះគ្រួសារហួរប៉ុន្តែហ៊ួយយានយានមិនចង់ធ្វើជាអសរជនទេដូច្នេះគាត់តែងតែលះខ្លួននឹងលួចសាកកប់ពេលដែលឪពុករបស់គាត់បានបង្រៀនបងប្រុសនិងប្អូនប្រុសឲ្យប្រានក្បាច់គុនបន្ទាប់ពីត្រូវបានរកឃើញដោយឪពុកហ៊ួយយានយានបានសន្យាម្ដងហើយម្ដងទៀតថាគាត់រៀនក្បាច់គុនដើម្បីធ្វើលំហាត់ប្រាណរាងកាយរបស់គាត់មិនកំជាងតែអ្នកដទៃនៅពេលអនាគតតែពេលនោះបានទីឪពុកឃៀងអនុញ្ញាតឲ្យរៀនក្បាច់គុនខាងក្រៅខ្លះទេប៉ុន្តែរឿងមិនគិតដល់នោះគឺទាហានពិសេសដែលមានតែនកសលអាខ្លាចសិល្បៈក្បាច់គុនបង្កើតជាសិលធម៌ពូកែឆាប់ហួសពីបងប្រុសនិងប្អូនប្រុសនៅឆ្នាំ1990អាយុ22ឆ្នាំហ៊ុយយានយានបានឈ្នះវរៈជម្លើកដំបូងនៅក្នុងការប្រកួតពីផ្ទះទៅផ្ទះនៅឆ្នាំ1992ហ៊ុយយានយានបានសម្លាប់មនុស្សដែលបានឈ្នះបងប្រុសនិងប្អូនប្រុសគាត់ក្នុងរយៈពេល5នាទីចាប់ពីពេលនេះតទៅឪពុកបានសម្រេចចិត្តបង្រៀនគាត់ជាមួយនឹងការយកចិត្តទុកដាក់ហើយបានឲ្យគាត់ទេកក្បាត់ប្រដាល់តូនស្តាររបស់គ្រួសារហួរគឺប្រដាល់តន្ត្រាដោយសារតែហ៊ុយយានយានធម្មតាចូលចិត្តធ្វើសកម្មភាពរីករាយនឹងសិលធម៌បូកជាមួយនឹងក្បាច់គុនខ្លាំងពងគេរឈ្មោះរបស់គាត់បានរីករាយទូទាំងព្រំដែននៃធានជីនក្នុងរយៈពេលនេះគាត់ក៏បានធ្វើឲ្យស្គាល់ឡុងជីនស៊ុនប្រធានក្លឹបឱសថដ្ឋានដោយសារតែឡុងជីនស៊ុនសិក្សានៅប្រទេសជប៉ុនខ្ញុំតែងតែប្រាប់ហ៊ុយយានយានអំពីព័ត៌មានបរទេសខ្លះលុះពេលវេលាហ៊ុយយានយានដែលមិនមានក្របពីក្នុងផ្ទៃពោះរបស់គាត់ក៏បានទទួលចំណេះដឹងជាច្រើនដែរតដល់ឆ្នាំ1901ហេរ៉ាក្លីរ៉ូស៊ីម្នាក់មកដល់ធានជីនគេសម្ដៅទៅលើកៅខៀតខូលភីជដៃខ្មែរមិនអាចជឿជាក់បន្ទាប់ពីហ៊ុយយានយានបានដឹងអំពីរឿងនេះឥឡូវនេះគាត់សម្រេចចិត្តប្រកួតជាមួយហេរ៉ាក្លីសតើអ្នកមិនដឹងទេនៅពេលដែលហេរ៉ាក្លីសបានរកដឹងអំពីសារព័ត៌មានរបស់ Fearless បេះដូងរបស់គាត់ស្រាប់តែមានអារម្មណ៍ថាទំរេសូម្បីតែថ្ងៃប្រកួតហេរ៉ាក្លីសវ័យថ្ងៃនេះក៏មិនបានចូលមកដែរសូមសេចក្តីមេត្តានៅទីនោះនិយាយថាគាត់មកដល់ប្រទេសចិនដើម្បីសម្ដែងកាយសម្ព័ន្ធអ្វីដែលគាត់បាននិយាយមុនមកគឺជាការអះអាងទាំងអស់គុំឲ្យគាត់សុំទោសពេញកាយពេញប្រៃនៅក្នុងការសារព័ត៌មានហេរ៉ាក្លីសថយតាមនឹងបានចាក់ចែងពីធានជីនក្នុងរយៈពេល2ថ្ងៃហើយវាមិនមែនកើតឡើងតែមួយការប្រកួតនោះទេឆ្នាំ1909ហេរ៉ាក្លីអង់គ្លេសអូបអ៊ីនបានដាក់ទីឡាននៅសៀងហៃធ្វើឲ្យប្រជាជនចាប់ថ្កៃមាត់និងមើងងាយមនុស្សជាជំងឺអាស៊ីអាគ្នេយ៍បន្ទាប់ពីភូមិឡុងជីនស៊ុនអានការសារព័ត៌មានគាត់បានណែនាំឲ្យហ៊ុយយានយានទៅកាន់ឆិនឈីមីនៃសម្ព័ន្ធមិត្តជាតិចិនទៅប្រាប់ថាមិនដឹងថាតើឆាន់ឈីមីជាអ្នកនរណាទេក៏បានប៉ុន្តែអ្នកត្រូវតែស្គាល់ច្បាប់ពីស៊ុនយ៉ាតសែនជាម្ចាស់ដំបូងរបស់គាត់ហ៊ុយយានយានមកដល់សៀងហៃដើម្បីប្រកួតជាមួយអូបអ៊ីជាសាធារណៈ
กำนัดทั้งไงเกประกวดជាមួយអូបអ៊ីให้เรื่องអស្ចារ្យនោះគឺពេលប្រកួតប៉ុន្តែរូបរាងអូបអ៊ីមិនបានឃើញយូរហើយក្រោយមកបន្ទាប់ពីសាកសួរទើបដឹងថាអូបអ៊ីបានរត់ផុតបាត់ហើយវាមិនមែនជាហេរ៉ាគ្លីសនោះទេគឺជាកូនទី6ធ្វើការនៅជំរឹងចាត់ចិនទីឡាមិនបានលេងត្រឹមត្រូវប៉ុន្តែវាបានបង្កើតជាប្រភេទទយសនៃប្រវត្តិក្បាច់គុននៅសៀងហៃអ្នកពីគ្រប់មេត្តាឋានទាំងខំបានផ្ញើលិខិតអញ្ជើញទៅហួយយៀនយៀនគាត់សង្ឃឹមថាគាត់នឹងសើរបស់គាត់នឹងបានបង្រៀននិងបង្ហាត់ទោះបីជាយ៉ាងណាក៏ដោយក្នុងរយៈពេលនេះលោកជីនស៊ុនមានឥទ្ធិពលជាខ្លាំងទៅលើហួយយៀនយៀនលោកជីនស៊ុនជាសមាជិកសម្ព័ន្ធមិត្តជាតិចិនស្ដីពីការប្រឆាំងក្រោមការដឹកនាំរបស់ស៊ុនយ៉ាតសែនដោយសារតែការភ្ជាប់គ្នាតាមកំណើតអ្នកទាំងពីរឆេฟគ្នាคล้ายជាមិត្តភក្តិជិតស្និទ្ធស៊ុនយ៉ាតសែនធ្លាប់បង្ហាញការសង្ឃឹមថាលោកជីនស៊ុននិងស៊ុនឌូឌូនឹងធ្វើមិត្តភក្តិជាមួយអ្នកក្បាច់គុនល្បីៗពីទូទាំងពិភពលោកចាក់គ្រឹះសម្រាប់ការដំឡរបបជគុននៅពេលអនាគតដូច្នេះនៅថ្ងៃទី1ខែមិថុនាឆ្នាំ1910ហួយយៀនយៀនបានបង្កើតសមាគមអ្នកប្រាណក្បាច់គុនជីងវូចិននៅសៀងហៃជាមួយនឹងការជួយពីលោកជីនស៊ុននិងអ្នកដទៃទៀតគេស្គាល់ថាជាសមាគមកីឡាជីងវូផ្លូវទៅរកការសង្គ្រោះជាតិដែលក្បាច់គុននេះគឺជាហួយយៀនយៀនដែលបះបោងច្បាប់គ្រួសារបានបង្រៀនក្បាច់គុនតូនស្តាទៅកាន់សិទ្ធិបរទេសដើម្បីឲ្យសមាជិកជាប្រស័យបៃតាន់ក្បាច់គុននេះរអរហាសជាងគេហួយយៀនយៀនបានធ្វើការអស់ប្រសានៅប្រដាល់តាន់ត្រាទៅជាប្រដាល់មីសុំបញ្ចូលរសជាតិសម្រាប់សាលាក្បាច់គុនទុំថ្មីខែកញ្ញាឆ្នាំតែមួយសមាគមយូដូជប៉ុនបានបង្ហាញការមិនពេញចិត្តលើការឈ្នះពីដងមុនរបស់ហួយយៀនយៀនដោយគ្មានការប្រកួតគេបានជ្រើសរើសចៅក្រមជប៉ុន12នាក់ដើម្បីប្រកួតជាមួយហួយយៀនយ៉ានៅទីនេះហួយយៀនយៀនបានផ្ញើសិស្សច្បងរបស់គាត់លោកលីវសានសឹងចែកប្រដាល់ចូលពុះបានបញ្ចូលតែបែបនេះដំបូងគាត់បានផ្ដួលពីណាប៉ាមអ្នកទៀតបាត់ហើយលទ្ធផលនេះធ្វើឲ្យប្រធានក្រុមជប៉ុនខឹងនៅទីនោះយ៉ាងខ្លាំងសុំធ្វើការជាមួយហួយយៀនយៀនផ្ទាល់នៅក្នុងការប្រកួតជប៉ុនដឹងថាពួកគេមិនអាចឈ្នះហួយយៀនយៀនទាំងអស់គេជំនុញប្រៅម្លាក់លេប៉ុន្តែវាបានមើលឃើញជារឿងងាយស្រួលតាមរយៈហួយយៀនយៀនវាយគូប្រកួតឲ្យខ្លាំងមើលឃើញថាធ្វើតាមផ្លូវត្រង់ៗមិនអាចឈ្នះហួយយៀនយៀនដែលគ្មានការភ័យខ្លាចនោះទេជប៉ុនលេងតិចគុកដោយសារតែហួយយៀនយៀនក៏បានរងរបួសជាខ្លះក្នុងរយៈពេលប្រកួតបន្ទាប់មកជប៉ុនបានសំណូមពរឲ្យអ្នកគ្រុឌពេទ្យជប៉ុនម្នាក់ឈ្មោះអាគីណូព្យាបាលរបួសរបស់ហួយយៀនយៀនហើយហួយយៀនយៀនអស្ចារ្យគ្មានការសង្ស័យបន្តិចបន្តួចទេយល់ព្រមតាមសំណូមពររបស់ជប៉ុនគាត់មិនរំពឹងថាបន្ទាប់ពីការព្យាបាលសុខភាពរបស់ហួយយៀនយៀនគ្មានការក្លេកខ្លោចឡើយ